អាមេរិកថ្លឹងថ្លែងពីការបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅមជ្ឈិមបូព៌ាខណៈសង្គ្រាមអ៊ីរ៉ង់កំពុងផ្ទុះឡើងស្របពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនៅមជ្ឈិមបូព៌ារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ត្រូវបានរាយការណ៍ថាកំពុងស្ថិតក្នុងដំណាក់កាលសម្រេចចិត្តដ៏សំខាន់មួយយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងប្រភពដឹងកិច្ចការផ្ទៃក្នុងឲ្យបានដឹងថាទីក្រុង Washington កំពុងថ្លឹងថ្លែងលើផែនការបញ្ជូនកងទ័ពបន្ថែមរាប់ពាន់នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាការរៀបចំនេះធ្វើឡើងក្នុងបរិបទដែលសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានផ្ទុះឡើងនឹងឈានចូលដល់សប្តាហ៍ទី3ដែលជាសប្តាហ៍ដ៏គ្រោះថ្នាក់បំផុតការបង្កើនកម្លាំងយោធានេះមិនត្រឹមតែជាការបង្ហាញសាច់ដុំប៉ុណ្ណោះទេប៉ុន្តែវាគឺជាការត្រៀមលក្ខណៈសម្រាប់ជំហានបន្ទាប់ដែលអាចជាការវាយលោកទ្រង់ទ្រាយធំឬការពារយុទ្ធសាស្ត្រដែលមិនធ្លាប់មានពីមុនមកចំណុចស្នូលនៃប្រតិបត្តិការដែលកំពុងត្រូវបានពិចារណាគឺជាការធានាសុវត្ថិភាពយ៉ាងដាច់ខាតនៅច្រកសមុទ្រ Hormuz ច្រកសមុទ្រនេះគឺជាផ្លូវសេដ្ឋកិច្ចពិភពលោកដែលជិត 20% នៃប្រេងឆៅរបស់ពិភពលោកត្រូវឆ្លងកាត់តាមប្រភពព័ត៌មានដដែលបេសកកម្មនេះនឹងត្រូវអនុវត្តតាមរយៈការបង្កើនការយាមល្បាតដោយយន្តហោះចម្បាំងនិងដ្រូនដើម្បីតាមដានរាល់ចលនារបស់កងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ការបញ្ជូននាវាចម្បាំងនិងនាវាផ្ទុកយន្តហោះបន្ថែមដើម្បីការពារនាវាដឹកប្រេងអន្តរជាតិនិងអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺលទ្ធភាពនៃការដាក់ពង្រាយកងទ័ពអាមេរិកនៅតាមឆ្នេរសមុទ្រឬតំបន់យុទ្ធសាស្ត្រក្បែរទឹកដីអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីដីគោកមកលើនាវាដឹកជញ្ជូនចំពោះការពិចារណាបញ្ជូនកងទ័ពរាប់ពាន់នាក់នេះបានបង្កើតជាសំណួរនយោបាយដ៏ស្រួចស្រាវសម្រាប់លោក Donald Trump ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតលោក Trump តែងតែសន្យាដដែលថានឹងបញ្ឈប់សង្គ្រាមបរទេសដែលមិនចេះចប់មិនចេះហើយនឹងនាំកងទ័ពអាមេរិកត្រឡប់មកផ្ទះវិញទោះជាយ៉ាងណាក៏ដោយស្ថានភាពជាក់ស្ដែងនៅក្នុងសប្តាហ៍ទី3នៃសង្គ្រាមអ៊ីរ៉ង់នេះបានរុញច្រានលោកឲ្យធ្លាក់ក្នុងស្ថានភាពលេបមិនចូលខ្ជាប់មិនចាញ់ប្រសិនបើលោកមិនបង្កើនកងទ័ពអាមេរិកអាចប្រឈមនឹងការបាត់បង់ឥទ្ធិពលនិងសុវត្ថិភាពកងទ័ពដែលមានស្រាប់ប៉ុន្តែប្រសិនបើលោកបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមវានឹងក្លាយជាការបំពានសន្យានយោបាយដ៏ធំធេងដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកក្នុងស្រុកចំពោះអ្នកវិភាគយោធាបានលើកឡើងថាការបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមផ្ដល់ឲ្យសេដ្ឋវិមាននៅជំរើសច្រើនដូចជា1បង្ហាញឲ្យទីក្រុងតេហ៍រ៉ង់ឃើញថាអាមេរិកមិនស្ទាក់ស្ទើរក្នុងការប្រើកម្លាំងបាយពេញទំហឹង2ប្រសិនបើអ៊ីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រ Hormuz ឬវាយប្រហារមូលដ្ឋានអាមេរិកក្នុងតំបន់កងទ័ពដែលទើបទៅដល់នឹងអាចប្រតិបត្តិការបានភ្លាមៗនិងទី3ប្រទេសក្នុងតំបន់ដូចជាអារ៉ាប៊ីសាអូឌីតនិងអ៊ីស្រាអែលកំពុងសម្លឹងមើលការបដិញ្ញាចិត្តរបស់អាមេរិកក្នុងនាមជាខែលការពារសន្តិសុខចំពោះការដាក់ពង្រាយកងទ័ពអាមេរិកកាន់តែក្បែរឆ្នេរសមុទ្រអ៊ីរ៉ង់បង្កើនហានិភ័យនៃការប៉ះទង្គិចដោយអចេតនាកំហុសបច្ចេកទេសតែបន្តិចបន្តួចឬការយល់ច្រឡំលើសម្ពាធយោធាអាចរុញច្រានតំបន់ទាំងមូលឲ្យធ្លាក់ចូលក្នុងសង្គ្រាមឆេះរាលដាលពេញទំហឹងដែលពិបាកនឹងគ្រប់គ្រងសម្រាប់សេដ្ឋកិច្ចពិភពលោកព័ត៌មាននៃការបញ្ជូនទ័ពនេះបានធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ភ្លាមៗដោយសារក្តីបារម្ភពីការរអាក់រអួលនៃចរន្តដឹកជញ្ជូនថាមពលជារួមជំរឿរបស់លោក Donald Trump ក្នុងពេលនេះនឹងកំណត់អនាគតនៃតំបន់មជ្ឈិមបូព៌ាសម្រាប់ទសវត្សរ៍ក្រោយការបញ្ជូនកងទ័ពរាប់ពាន់នាក់អាចជាមធ្យោបាយបញ្ចប់សង្គ្រាមឲ្យបានឆាប់តាមរយៈការបង្ហាញកម្លាំងបាយលើសលប់ឬវាក៏អាចជាការធ្លាក់ក្នុងរណ្ដៅសង្គ្រាមថ្មីមួយទៀតដែលអាមេរិកពិបាកនឹងដកខ្លួនចេញ